លោកចិនស៊ីដែលជាមេបនមេឆបោកអនឡាញធំជាងគេបំផុតជាទីប្រឹក្សារបស់លោកហ៊ុនសែនជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតហើយគាត់ថាអត់ដឹងផងយកមនុស្សមកឲ្យធ្វើជាទីប្រឹក្សាអត់ដឹងប្រវត្តិគេរកស៊ីអីទេចុះហើយដល់ពេលអញ្ចឹងពិភពលោកស្ដាប់មកថាអូយទៅទុកចិត្តមិនទៅលោកឲ្យគាត់រកស៊ីមិនទៅលោកscam អនឡាញមកឲ្យចូលមាត់ចូលច្រមុះគាត់ថាអត់ដឹងមកដោយរបៀបណាហើយអត់លិខិតឆ្លងដែនទៀតចូលក្នុងប្រទេសរាប់សែននាក់នេះហើយដែលថៃបានឱកាសបងប្អូនថៃឃើញអំពីភាពរហិចនៃផ្ទៃក្នុងរបៀបដឹកនាំរដ្ឋរបស់យើងហ្នឹងគឺគេមើលឃើញយូរហើយគេសម្លឹងដូចខ្លាអង្គុយចាំសម្លឹងស៊ីឆ្លុះចឹងណាមើលអាឆ្លុះមកមុនយើងវងគ្នាច្រើនយើងទៅវាអត់កើតទេមានគោព្រៃមានអីនៅហ្នឹងដល់យូរឆ្លុះគ្នាឆ្លុះហ្នឹងអាស្នែងនឹងបុកគ្នាបាក់ខ្ទេចខ្ទីអស់ឡាយតែអស់កម្លាំងនឹងបាក់ជុលគ្នាផងហើយធ្វើឲ្យសត្វដតីទៀតនឹងមកអញ្ញាយបំផ្លាញគ្រប់អញ្ញាយថៃបានឱកាសពេញទំហឹងហើយទី1គឺខ្មែរបាត់គេហៅថាមិត្តភ័ក្តិបរទេសលោកសេរីយើងបាត់មិត្តភ័ក្តិដែលជួយជាខែលការពារទប់ថៃយើងអត់ហ្មងថៃជាសម្ព័ន្ធមិត្តអាមេរិកយើងអត់ខ្វល់ទេអាហ្នឹងវាយូរហើយប៉ុន្តែយើងអត់បានការពារទាំងផ្ទៃក្នុងទាំងស្អីទប់ឲ្យមិត្តភ័ក្តិបរទេសយើងបាត់អស់លីងចុងក្រោយនៅតែចិនមួយគាត់ហើយចិននេះឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយដោយសារតែចិននេះឯងដែលធ្វើឲ្យខ្មែរមកដល់ម៉ោងនេះសល់ហើយអាគារសល់ហើយផ្លូវហេដ្ឋារចនាសម្ព័ន្ធស្ពានអាកាសផ្លូវលហិលអីទៅណាចាំសងគេទៅចាំសងលុយចិនទៅព្រោះអីគេមកកេងចំណេញយើងនាំទៅចិនបានប្រមាណពី 2000 លានគេមកយើងវិញ10 20,000 លានអីចឹងទៅគេចំណេញកប់ក្តោងហើយគេអត់ខ្វល់ហើយដល់ពេលយើងទៅនាំគ្នាអោបកសោបស្ពៃវាមកសុទ្ធតែសម្រាមឆោបបោកអនឡាញបងធំបងតូចកាប់ចាក់រហូតដល់ចុងក្រោយនឹងតាក់ទងនឹងជនជាតិកូរ៉េខាងត្បូងនឹងធ្វើទរណកម្មដោយសាររឿងឆោបបោកអនឡាញរហូតដល់ជនជាតិចិននឹងបង្កើតជាខ្សែវីដេអូនិយាយអំពីការចាប់ចម្រិតឆោបបោកអនឡាញថាក៏ក្រើកពេញ Hollywood ពេញពិភពលោកណាក៏ស្គាល់ខ្មែរដែរតែអត់ដឹងតែមេដឹកនាំយើងឯងអត់ដឹងថាមានរឿងអញ្ចឹងដែរណាគេដឹងអស់ហើយយើងអត់ដឹងហើយបើគេនិយាយពីខាងក្រៅគេនឹងក្បត់ជាតិទាំងអស់មានតែអស់លោកគេស្រឡាញ់ជាតិរឿងវាអញ្ចឹងហ่ะបងប្អូនហើយដល់ពេលហើយថៃគេឃើញពីចំណុចខ្សោយរបស់យើងដល់ទីបំផុតអីហ្នឹងឆោបបោកអនឡាញគឺជាដល់ពេលភ្នំភ្លើងផ្ទុះហើយគឺគេយកឱកាសហ្នឹងផ្សំផងហើយដោយសារតែយើងហ្នឹងខ្សោយស្រាប់ទៅតែយើងបានអួតយោងខ្មែរយើងគ្រាន់បើកន្លែងនេះដែរយើងបានអួតយោងប៉ុន្តែអួតហ្នឹងយើងទៅដើរឈ្នះគេអីបងប្អូនភាកតែអួតអំនួតអីហ្នឹងគឺខ្មែរយើងក៏មានការបដៅដែរគឺងើយស្កកអោនដាក់គ្រាប់គឺយើងអោនលំទោនយើងត្រូវ humble ភាសាអង់គ្លេសប្រើពាក្យ humble ចេះអោនលំទោនចេះអោនដាក់គ្រាប់អត់ចេះមកពើងទ្រូងអួតអាងស្អីក៏អស់ចាដែរតែទូងដូចស្គរចឹងហើយប្រជាពលរដ្ឋហ្នឹងគឺឲ្យទូងដែរតើគេឲ្យទូងគេឲ្យហាយគេឲ្យហើយគេឲ្យអាជ័យធ្លាក់ទឹកឲ្យតែស្គររឿងកោតទោសលោកកម្មសខាណាហ្នឹងចេញមកទាំងគ្រូបង្រៀនទាំងទាហានទាំងអីដែរស្ថាប័នឯករាជ្យតុលាការចេះទៅមកដល់ពេលគេថាឈប់យើងគ្រប់គ្រងការដោះលែងលោកកម្មសខាចេញមកគ្រប់គ្រងការដោះលែងលោកកម្មសខានឹងទៀតចឹងទៅតាមគ្នាទៀតឲ្យតែគ្នាអត់បានទាំងមានសេរីភាពអីផងឲ្យគ្រប់គ្រងដែរអីចឹងទៅទៀតទៅហើយដល់ពេលអញ្ចឹងយើងវាលិចលង់ចឹងហើយបងប្អូនហើយដល់ពេលហើយគេនិយាយថាគេនឹងក្បត់ជាតិអស់លោកចូលរួមក្បត់ជាតិខ្លួនឯងសោះមកថាគេក្បត់ជាតិបានអីឥឡូវគេនិយាយនឹងបានអីខ្ញុំនិយាយឧទាហរណ៍បានអីខ្ញុំនិយាយថាខ្មែរយើងខ្សោយខ្ញុំកាន់ជើងថៃខ្ញុំនិយាយថាការដឹកនាំរបស់យើងធ្វើឲ្យថៃវាយើងបានយើងអត់ទប់គេបានខ្ញុំកាន់ជើងថៃខ្ញុំនិយាយអំពីបញ្ហាទាហានយើងអត់បាយហូបឬក៏ខ្វះអត្តខិតខ្ញុំកាន់ជើងថៃបើទាហានយើងប្រកាសសុំអ៊ីកូមសុំលុយសុំអីទិញម៉ូតូទិញអាវភ្លៀងទិញអីរាល់ថ្ងៃហ្នឹងហើយទៅពីប្រទាយមើលទៅបាញ់3គ្រាប់ផ្ទុះមួយអីហ្នឹងខ្ញុំអ្នកនិយាយការពិតចាក់ស្ដែងនៅស្រុកខ្មែរហើយលោកហ៊ុនម៉ាណែតក៏ទទួលស្គាល់ដែរទាហានយើងអត់ចាំបាច់អាវក្រោះអត់ចាំបាច់ស្បែកជើងប៊ូអីទេបាញ់តែជាពីមកស៊ូក៏ខ្វាក់ផ្នែកទាហានថៃដែរគាត់និយាយអញ្ចឹងខ្លួនឯងហ្នឹងទទួលស្គាល់ថាទាហានយើងអត្តខាត់អញ្ចឹងទេតែកុំភ័យមានជាពីមកស៊ូក៏បាញ់ឈ្នះថៃហើយទៅមុខណារ៉េនអ្នកនិយាយមេដឹកនាំខ្លួនឯងនិយាយអត់ទៅរករឿងមករករឿងគេប្រាប់ថាមេដឹកនាំដើរស្រាតយើងមករករឿងអាគេនិយាយថាគេនឹងក្បត់ហើយតើមេដឹកនាំខ្លួនឯងដើរស្រាតទេហើយយើងនាំគ្នាទៅនាំគ្នាហៅអើថាគាត់ស្លៀកខោតែគាត់ដើរស្រាតអាក្រាត់កាយនឹងហើយយើងហៅអើរិសាយើងបានលៀបសការៈអស់លោកទាំងអស់គ្នាកំពុងតែបំផ្លាញថ្នាក់ដឹកនាំនេះទេនិយាយទៅខ្ញុំនិយាយមែនតើណាក្រុមឃោសនិកគណៈបកប្រជាជនសប្ងៃហ្នឹងណាដែលជេរបតិចដែលដើរលៀបពណ៌គេហ្នឹងក្រុមអស់លោកហ្នឹងឯងដែលបំផ្លាញគណៈបកប្រជាជនកម្ពុជាតាំងពីដើមរៀងមកតាំងពីអធិរាជមហាសាច់តាំងពីស្អីអ្នកពីលាបាតផ្សារអ៊ូតនួសវឹងខួបឬក៏
ស្អីហ្នឹងផ្សាយជេរប្រតិគេតាមបណ្ដាញសង្គមដែលស្អីក្រុមស្អីអង្គព្រួប្រាជ្ញអាមិនគេណានោះអូយមួយថ្ងៃអត់មានបានប្រយោជន៍អីទេគឺអត់មានប្រឹងរអីខ្លួនឯងទេប្រឹងទៅរតែឆ្កាស់ឆ្កៀលគេលៀបពណ៌គេចឹងដើម្បីទប់កុំឲ្យគេហ្នឹងនិយាយអំពីលហុងសរងលហែករបស់ខ្លួនកំពីការស្រាតរបស់ខ្លួនប្រឹងទៅដូចយកចង្អេយកទៅបាំងព្រះអាទិត្យហ្នឹងហើយទៅមករឿងមួងណារ៉េតហើយឥឡូវឃើញយើងឃើញលទ្ធផលទេលទ្ធផលយើងអោបកសោបយើងធ្វើឲ្យប្រព័ន្ធដឹកនាំជាតិយើងខ្សោយថៃគេបានឱកាសគឺគេវាយយើងមកប្រាវគឺយើងបាក់តបតែម្ដងព្រោះអីហើយខ្ញុំមែនតើខ្ញុំអាណិតទាហានយើងហ៎ខ្ញុំនៅតែគ្រប់គ្រងវីរភាពដ៏អស្ចារ្យរបស់ទាហានយើងប៉ុន្តែអស់លោកទៅប្រយុទ្ធជាមួយគេរហូតតា F16 អីអត់បាននេះគឺយកជីវិតទៅស្លាប់ចោលតែម្ដងហើយដល់ពេលយើងនិយាយចឹងថាយើងនឹងគ្រប់គ្រងថៃយើងក្បត់ជាតិខ្ញុំនិយាយឲ្យពង្រឹងតបតាអូខ្ញុំប្រាប់ថាទាហានខ្មែរយើងដែលពាក់លីហ្នឹងជូនគាត់ម្នាក់$1 លានទៅព្រោះគាត់ពាក់លីដើម្បីជាតិមាតុភូមិហើយគ្រួសារពិការកន្លះលានទៅព្រោះលុយយើងពុករលួយមកកណោយកទៅចាយអូខ្ញុំក្បត់ជាតិអ្នកដែលបានផលគឺទាហានខ្មែរយើងតាគ្រួសារពិការទាហានមែនតើអូខ្ញុំចង់ឲ្យទាហានយើងហ្នឹងមានសភាវុធគ្រប់គ្រាន់ដើម្បីការពារទប់ថៃកុំឲ្យថៃធ្វើបាបយើងសម្រាប់យើងដូចសត្វអីចឹងហ្នឹងយកក្បត់ជាតិហើយចឹងមកហ្នឹងឲ្យមិនឲ្យនាំគ្នានិយាយប្រាប់ថាខ្មែរយើងធ្វើត្រូវហើយតែពេលយើងធ្វើអត់ត្រូវសោះហើយនាំគ្នាបើយើងស្រឡាញ់ខ្មែរខ្ញុំស្រឡាញ់ខ្មែរតែខ្ញុំអត់ស្រឡាញ់អ្នកនយោបាយស្មុកគ្រោកទេដែលជាខ្មែរនឹងខ្ញុំស្អប់ហើយខ្ញុំចង់ឲ្យគាត់កែតម្រង់ឲ្យទៅរកភាពវិជ្ជមានតែប៉ុណ្្នឹងឯងអត់មានទៅគ្រប់គ្រងថៃហើយមកដល់ម៉ោងនេះអត់មានម៉ាត់ណាដែលខ្ញុំមិនថ្កោលទោសថៃទេខ្ញុំគ្រាន់តែជម្រាបជូនបងប្អូននៅស្រុកខ្មែរសប្ងៃហ្នឹងកាប់នៅក្នុងដូមគេឲ្យនិយាយតែពីល្អពីកម្ពុជាចឹងទៅអត់មើលគេទេអាល្អពីកម្ពុជាហ្នឹងឯងដែលដល់ពេលវាយប្រាវរហតែស្អីទប់ថៃក៏អត់បានដែរសំណាញ់មេឃហ្នឹងក៏ដឹងដែរណាយដែរយន្តហោះគេចូលបាញ់ដល់យើង90គីឡូដីF16 គេយើងអត់មានស្អីទប់គេផងនឹងតែបានអួតយោងហ្នឹងចឹងមិនថាហើយដល់ពេលនិយាយថាយើងហ្នឹងមើងងាយខ្មែរខ្ញុំអត់ដែរមើងងាយជាតិសាសន៍ខ្មែរខ្ញុំមើងងាយថ្នាក់ដឹកនាំខ្មែរដែលធ្វើឲ្យយើងហ្នឹងវាអញ្ចឹងហើយខ្ញុំចង់ឲ្យគាត់កែខ្ញុំអត់ដែរគិតថាគាត់ធ្វើខុសអញ្ចឹងក៏មិនខ្ញុំថាកាន់ទៀតទៅក៏ប៉ុន្តែត្រូវកែតម្រង់ឲ្យកុំចាំឲ្យដល់គោរួចបានធ្វើរបងគេឲ្យយើងធ្វើយូរហើយតែយើងអត់ដែរស្ដាប់គេតទៅពេលឥឡូវបានរៀងឥឡូវនិយាយពីរឿងអូគាត់អត្ថបទមួយនេះ1ម៉ោងជាងហ្នឹងមួងណារ៉េតអស់ថ្មចោលឆ្កែតែសម្បូរអ្នកញ៉ែឲ្យចោលថែមខ្ញុំអត់ចោលឆ្កែទេតែខ្ញុំនិយាយអំពីការពិតឲ្យប្រជាពលរដ្ឋបានដឹងហើយខ្ញុំអស់ដុំថ្មមែនសុំទោសបងប្អូនខ្ញុំអស់ដុំថ្មចោលឆ្កែហើយតែថ្ងៃនេះខ្ញុំនិយាយអំពីការអប់រំផ្លូវចិត្តដល់មនុស្សដែលជាខុសនិករបស់គណៈបកប្រជាជនកម្ពុជាទាំងនៅអាមេរិកទាំងនៅស្រុកខ្មែរឲ្យអស់លោកបើស្រឡាញ់គណៈបកប្រជាជនកម្ពុជាគួរតែកុំធ្វើរបៀបដដែលហើយរំពឹងលទ្ធផលផ្សេងព្រោះលទ្ធផលនេះគឺវាជាអំពើឈួតលីលាទេដូចខ្ញុំបានបញ្យល់អំពីទ្រឹស្ដីរបស់លោក Albert Einstein អញ្ចឹងយើងធ្វើដដែលខ្ញុំឆ្ងល់រឿងមួយអញ្ចេះតើអស់លោកទាំងអស់ហ្នឹងមានស្រឡាញ់គេឈ្មោះកិត្តិយសគេដំណែលអីខ្លួនឯងខ្លះទេដែលចង់និយាយថាដែលខ្ពើមនឹងការស៊ីគេដែរទេដែលខ្ពើមនឹងការលួចស្នាដៃគេដែរទេដែលខ្ពើមនឹងការដែលមួយថ្ងៃអត់អង្គុយបង្កើតរឿងខ្លួនឯងទៅតាមដានព័ត៌មានអីមករករឿងតែគេហ្នឹងតើអស់លោកហ្នឹងមានខ្ពើមអញ្ចឹងទេមួងណារ៉េតមិនគួរណាល្បីដល់ថ្នាក់ហ្នឹងសោះខ្ញុំពងតែឆ្ងល់ខ្ញុំសុំតែត្រឹមតែជាអ្នកបង្អែមលៀងមាត់មកផ្ទះធំដើម្បីចែកជូនបងប្អូនទទួលទានដោយឥតគិតថ្លៃហើយដោយស្មោះអស់ពីដួងចិត្តបង្អែមលៀងមាត់របស់មួងណារ៉េតមកផ្ទះធំនេះមានស្ករកំពង់ស្ពឺស្ករត្នោតដុតខ្ជូងកូរស្ករឲ្យស្អិតល្មួតខ្ទិះដូងស្លឹកចេកជូតឲ្យស្អាតគ្មានជាតិគីមីហើយអនាម័យល្អគឺដើម្បីឲ្យបងប្អូនទទួលទានឲ្យជក់ចិត្តហើយគេមកពេញចិត្តយើងមួយថ្ងៃអត់មានបានទៅគិតបង្កើតបង្អែមលៀងមាត់មកផ្ទះតូចមកកតោតូចឬក៏មកផ្ទះប៉ិនចាំងពហិអីធ្វើខ្លួនឯងទៅព្រោះបើមួនណារ៉េតដាក់ខ្ទិះដូង10កំប៉ុងឬក៏ថា50កំប៉ុងក្នុងផ្ទះថ្នោតអស់លោកលុយមកកណោតដាក់500កំប៉ុងខ្ទិះដូងចឹងទៅហើយមាស់ស្ករថ្នោតហ្នឹងឲ្យវាឈ្ងុយឆ្ងាញ់អីខ្លួនឯងទៅហើយលក់ទៅ free ទៅចែកដល់ផ្ទះទៀតទៅហេតុអីបានជាមិនធ្វើដូច្នេះខ្ញុំពងតែឆ្ងល់មួយថ្ងៃមិនដឹងជាស្អីទេរករឿងតែមួងណារ៉េតហ្នឹងខ្ញុំអត់យល់បងប្អូននិយាយបងប្អូនទាំងអស់គ្នាស្ដាប់មើលថាហេតុអីបានជាគណៈបកប្រជាជនកម្ពុជាខ្សោយដល់ថ្នាក់នេះខ្ញុំនិយាយថាអស់លោកខ្សោយមែនតើព្រោះមួងណារ៉េតនេះគឺជាបង្អែមលៀងមាត់មកផ្ទះម្នាក់ឯងសុទ្ធសាធមានតែស្លាបปากកានិងទូរស័ព្ទដៃ iPhone មួយគ្រឿងកាចាស់និងមេក្រូបន្តិចហើយនឹងដងផ្សាយហ្នឹង
នឹងលុយទិញទួយគ្រាន់បងអ៊ីនធឺណិតប្រចាំខែហ្នឹងមានតែប៉ុណ្្នឹងឯងអស់លោកមានទូរទស្សន៍ជាតិមានវិទ្យុសារព័ត៌មានរាប់រយរាប់ពាន់នៅស្រុកខ្មែរវិទ្យុទូរទស្សន៍សារព័ត៌មានអង្គការសង្គមស៊ីវិលដែលជាអមយថោងរបស់គណៈបកកណ្ដាលអំណាចសហជីពដែលជាក្រុមរបស់រដ្ឋាភិបាលស្ថាប័នគ្រប់ក្រសួងមន្ទីរស្អីនឹងអមយថោងជាផ្សេងជាលលោកជាព្រៀបជាអីរបស់រដ្ឋាភិបាលដើរព្រុសគ្រប់ពួកអសំទោសមិនគួរណាប្រើពាក្យហ្នឹងទេមើងងាយគេពេកដើរហែកគេដូចថាប៉ាតណាប៉ាតណៃគ្រប់ប៉ុស្តិ៍គ្រប់ទូរទស្សន៍គ្រប់វេទិកាគ្រប់ Facebook គ្រប់អីអត់គ្រប់គ្រាន់ទេប៉ុណ្ណឹងអស់លោកធ្វើអត់បានដើម្បីឲ្យប្រជាពលរដ្ឋ18លានអ្នកហ្នឹងស្ដាប់អីចឹងក្រៅតែពីមួយថ្ងៃមករករឿងតាបង្អែមលៀងមាត់មកផ្ទះធំរបស់មួងណារ៉េតហ្នឹងអត់យល់អត់បង្កើតខ្លួនឯងអត់រៀបចំខ្លួនឯងអត់ចង់កោស្កខ្លួនឯងអត់ចង់អីមកអង្គុយតែលួចបោះគេទៅចឹងមកតើខ្ពើមទេបងប្អូនខ្ពើមមួងណារ៉េតទេបើស្អប់មួងណារ៉េតខ្លាំងណាស់ហេតុអីមកលួចតែផលិតផលមួងណារ៉េតយកទៅផ្សាយតែរហូតអញ្ចឹងខ្ញុំឆ្ងល់ហេតុអីបានម៉ោងណាក៏លឺសូរមួងណារ៉េតអត់ចង់ឲ្យល្បីប៉ុន្តែផ្សាយមួងណារ៉េតរាល់ពេលបងប្អូនជួយផ្សាយពាណិជ្ជកម្មឲ្យមួងណារ៉េតទេខ្ញុំសូមជម្រាបខ្ញុំគាត់និយាយប៉ុណ្ណឹងឯងព្រោះអីអ្វីដែលអស់លោកយកទៅលាបពណ៌វាយបហាមួងណារ៉េតក្បត់ជាតិនេះក្បត់ជាតិនោះសុទ្ធតែខុសនេះខុសនោះវាជាឱកាសលួចទេបងប្អូនលួចផលិតផលស្នាដៃរបស់មួងណារ៉េតទេអត់ផលិតខ្លួនឯងអត់ចេះសោះរឿងផលិតខ្លួនឯងនឹងចាំតែលួចគេចម្លងអាកម្មសិទ្ធិបញ្ញាគេហ្នឹងលួចទៅយកទៅប្រើហើយវាសោកស្ដាយអីខ្ញុំហ្នឹងវាមិនមែនជាអ្នកទៅតាមរឿងលួចកម្មសិទ្ធិបញ្ញាអីដែរទេព្រោះអីរបស់ដែលផ្សាយទៅហ្នឹងវារបស់អស់លុយអញ្ចឹងទៅខ្ញុំនិយាយថាអស់លោកអត់ចេះខ្ពើមនឹងការលួចហ្នឹងគឺមកលួចគេឈ្មោះភាពល្បីស្នាដៃរបស់មួងណារ៉េតហ្នឹងអាបង្អែមលៀងមាត់មកផ្ទះធំហ្នឹងឥឡូវគឺយកទៅអាបង្អែមហ្នឹងមករករឿងសុទ្ធតែកក្រិចទេណាអត់អនាម័យទេអ្នកនឹងចេះមួងណារ៉េតនឹងចេះមួយចេះពីរអីចឹងទៅខ្ញុំពងតែឆ្ងល់ចុះប្រព័ន្ធផ្សព្វផ្សាយអស់លោកសប្ថ្ងៃហ្នឹងមិនផ្សាយទៅឧទាហរណ៍បើមួងណារ៉េតផ្សាយថាថៃដណ្ដើមដីខ្មែរអស់62កន្លែងហើយឧទាហរណ៍កុំមករករឿងមួងណារ៉េតថាកាន់ជើងថៃថាថៃដណ្ដើមដីខ្មែរអស់62កន្លែងក្បត់ជាតិកុំនិយាយចឹងព្រោះអាដីហ្នឹងថៃយកហើយអញ្ចឹងដើម្បីឲ្យមានព័ត៌មានដើម្បីអស់លោកយកមកប្រើកុំមករករឿងមួងណារ៉េតម្នាក់ឯងសុតសាតចោះអស់លោកមានវិទ្យុទូរទស្សន៍ណាបង្កើតចេញមកណែអត់ត្រូវទេអត់មាន62កន្លែងទេហើយដណ្ដើមគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាបានតែ40កន្លែងទេឧទាហរណ៍អ្នកកន្លែងទី1ឈ្មោះអញ្ចេះនិយាមការអញ្ចេះចេះវាយបានពីថ្ងៃនេះប៉ុណ្ណេះទាហានខ្មែរស្លាប់នៅកន្លែងហ្នឹងប៉ុណ្ណឹងទាហានថៃស្លាប់នៅប្រហែលអ្នកបង្ហាញអាភ័ស្តុតាងអញ្ចេះដើម្បីឲ្យប្រជាពលរដ្ឋគេទទួលបានអត់មកនិយាយមួងណារ៉េតក្បត់ជាតិនិយាយកាន់តែជើងថៃអញ្ចឹងទៅតែដីអស់62កន្លែងបាត់តែខ្លួនឯងអត់យកភ័ស្តុតាងមកបង្ហាញទេមកហែកមួងណារ៉េតអីណាវិញអត់ចេះខ្ពើមនឹងគេនឹងសោះនិយាយទៅអស់លោករាល់ថ្ងៃនេះបើអត់យកមួងណារ៉េតទៅផ្សាយប្រហែលអត់មានអ្នកណាមើលហ្មង show ហ្នឹងមកខ្ញុំចង់តែសង្ស័យអញ្ចឹងទេខ្ញុំសុំទោសខ្ញុំមិនមើលស្រាលអស់លោកដល់ថ្នាក់គ្មានប្រជាប្រិយដូច្នេះទេព្រោះអំពើបាបផ្សារពាលារបស់អស់លោកហ្នឹងគឺត្រូវបានគណៈបកប្រជាជនកម្ពុជារបស់អស់លោកហ្នឹងតាមមើលគ្រប់ពេលព្រោះអីស្ថាស្ដាប់បទចម្រៀងនៃភាពជេរបតិចហ្នឹងវាស៊ាំព្រោះញៀននឹងពាក្យជេរបតិចគ្នាហ្នឹងអញ្ចឹងនៅតែមាន fan របស់អស់លោកហ្នឹងតាមមើលទេអត់ដូចថានរុអវជ័យអញ្ចឹងគឺក្រុមអស់លោកហ្នឹងតាមមើលអញ្ចឹងប៉ុន្តែបើសិនជាមនុស្សដែលគេជាអ្នកប្រជាធិបតេយ្យគេខ្ពើមអស់លោកតាំងពីយូរហើយអ្នកខ្លះគេ block ចោលអស់បើខ្ញុំវិញ block ទឹកទីអស់យូរហើយខ្ញុំបើកអត់ឃើញទេអ្នកណា share link អីមកក៏ខ្ញុំបើកអត់ឃើញដែរដោយសារអីដោយសារខ្ញុំ block ចោលអស់វាចង្រៃវាខាតពេលតែអស់លោកទៅជាអញ្ចឹងផ្សាយតែព័ត៌មានរបៀបលួចគេរបស់គេហើយយកឈ្មោះមួងណារ៉េតទៅនិយាយគ្រប់ពេលហើយគ្រប់ដែលថាបងប្អូនកាត់ screenshot មកឲ្យឃើញគ្រប់គេថាគ្រប់គ្នាគណៈបកប្រជាជនកម្ពុជាអត់មានភាពច្នៃប្រឌិតបង្កើតអីផ្អែមលៀងមាត់មកកាស់ធំខ្លួនឯងអីសោះមកចាំតែលួចបោះមួងណារ៉េតហើយទៅមករករឿងថាមួងណារ៉េតហ្នឹងធ្វើបង្អែមហូបមិនកើតមិនបាទអតិថិជនមួងណារ៉េតដល់ទៅ 100k ហើយហ្នឹង subscribe ហើយអ្នកមើលឡើងដល់ជិត32លាន views ហើយហ្នឹងហើយដល់អញ្ចឹងមកចំណែនណាបងប្អូនអានេះគេហៅថាគំនិតនិន្ទាឈ្នានេះចំណែនមកចំណែននឹងមួងណារ៉េតចុះយើងអីក៏កើតមកខុសគេមែននៅក្នុងជីវិតហ្នឹងគឺយើងកើតតែមានអាគំនិតនិន្ទាឈ្នានេះអញ្ចឹងហើយបានដូចនៅក្នុងសភៅរបស់លោកប៊ុនច័ន្ទមុលដែលនិយាយពីចរិតខ្មែរខ្ញុំមែនតើខ្ញុំចង់ឲ្យបងប្អូនកែសភៅខ្លឹមសារសភៅរបស់លោកប៊ុនច័ន្ទមុលពីរឿងចរិតខ្មែរហ្នឹងថាខ្មែរយើងមានចរិតផ្ដាច់ដិលគ្នាជន់ឈ្លីគ្នាក្តិចត្រួយគ្នាខ្លាច់គ្នាល្អជាងខ្លួនហើយនិន្ទាឈ្នានេះចំណែនគ្នាតាមពិតដែរជាតិសាសនាក៏អញ្ចឹងដែរបងប្អូនអារឿងចំណែននិន្ទាឈ្នានេះវាមិនមានខុសគ្នាហ្មងទេប៉ុន្តែជាតិសាសយើងហ្នឹងគឺបង្ហាញឲ្យឃើញអញ្ចឹងហ្មង
អញ្ចឹងបានន័យថាអស់លោកចំណែននិន្ទាឈ្នានេះមួងណារ៉េតបងឯមលៀងមាត់មកផ្ទះធំនេះហើយមួយថ្ងៃអត់មានរវល់ធ្វើអីពីរឿងដូចខ្ញុំនិយាយចឹងបើមួងណារ៉េតនិយាយពីរឿងថៃយកដីខ្មែរអស់62កន្លែងបើថាមួងណារ៉េតក្បត់ជាតិថាកាន់ជើងថៃអត់យកដល់62កន្លែងបង្ហាញទៅធ្វើ show មួយណែបាត់បង្ហាញពីនិយាមការ62កន្លែងហ្នឹងវាអត់មែនទេនិយាយមិនត្រូវទេអត់និយាយចោលចឹងហ្មងថាបំពល់អីចឹងទៅហកទី2មួងណារ៉េតរករឿងហេតុអីបានជាមិនព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំប្រទានអន្តរជាតិមកនិយាយថាខ្ញុំនឹងកាន់ជើងថៃខ្ញុំឲ្យប្តឹងថៃដើម្បីបានដីថៃដែលរឹបអូសពីខ្មែរមកវិញឲ្យខ្មែរតាមផ្លូវអន្តរជាតិដែលបានមក 100% យើងទៅគ្រប់គ្រងលោកហ៊ុនម៉ាណែតដែលសង្ឃឹមឱកាសសូម្បីតែ 1% ចរចាក៏យើងសង្ឃឹមដែរហើយឥឡូវគេបាត់ផ្លូវចរចាហើយអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិមករករឿងខ្ញុំថាខ្ញុំក្បត់ជាតិខ្ញុំផ្សាយព័ត៌មានស្អីក៏ដោយបើអស់លោកគិតថាខ្ញុំក្បត់ជាតិមើលអ្នកដែលស្រឡាញ់ជាតិយើងនិយាយមកឲ្យក្រុមបណ្ឌិតបញ្ញវន្តឬក្រុមអស់លោកដែលបកកែធ្វើ show ដែលលួចផលិតផលខ្ញុំយកទៅផ្សាយនេះណាយកមកវិញមកផ្សាយមកថាអូឥឡូវនេះក1ខ2មាត្រានេះច្បាប់នេះលក្ខនឹងលក្ខយើងប្តឹងទៅអង្គការសហជីវជាតិឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិអត់បានទេដោយសារតែខ្ទាស់មាត្រានេះដោយសារខ្ទាស់មាត្រានោះហើយបើសំអាងច្បាប់នេះហើយអត់ចាំបាច់មកនិយាយអីយកឈ្មោះមួងណារ៉េតទៅប្រើឯបានហើយនិយាយតែបញ្យលអស់លោកឲ្យប្រជាប្រដ្ឋយល់ទៅព្រោះអីតែពេលយកឈ្មោះមួងណារ៉េតទៅប្រើវាដូចជាធ្វើឲ្យមួងណារ៉េតនឹងកាន់តែល្បីហើយអស់លោកនឹងកាន់តែគេជេរបន្តិចប្រសាទៅវិញហើយវាអត់ប្រយោជន៍ព្រោះលោកអត់ខ្មាស់អៀននៅក្នុងអំពើលួចគេលួចភាពប្រជាប្រិយអីតោងកលិបចាស់ខ្ញុំសុំទោសប្រើពាក្យអញ្ចឹងចាស់មួងណារ៉េតអញ្ចឹងឲ្យថាប្រើពាក្យហ្នឹងវាដូចជាប្រតិបត្តិថោកតម្លៃគេពេកតោងកលិបមួងណារ៉េតយកឲ្យតែលឺឈ្មោះមួងណារ៉េតយកទៅដាក់ហើយយករូបថតហ្នឹងគឺក្បាលតងោលផងឥឡូវគូសរូបឬវាអីហ្នឹងគឺអស់លោកហ្នឹងគិតថាអូតែដាក់ទៅគឺគេមានឃើញមួងណារ៉េតគឺគេច្បាស់ជាមកស្ដាប់មិនមែន fan របស់លោកស្ដាប់ទេបើអស់លោកសរសេរអីមានមួងណារ៉េតគឺ fans របស់មួងណារ៉េតគេចង់ទៅស្ដាប់អស់លោកមើលថាថោកទាបប៉ុណ្ណាអញ្ចឹងគេចង់ស្ដាប់មើលទៅអស់លោកប្រហែលជាសប្បាយចិត្តអញ្ចឹងមែនហើយដល់ពេលហើយគេជេរបន្តិចទៅវិញទៅបានផលអីអានោះបានផលអីគេយើងខ្វះអាការច្នៃប្រឌិតយើងខ្វះការដែលបង្កើតមាតិកាខ្លួនឯងយើងចាំតែលួចរបស់គេហើយមានអ្នកខ្លះ MMO ខ្លះមួងណារ៉េតអត់ដែលប្រើសោះខ្ញុំអរគុណហើយដែលបានមកសរសើរកោតសរសើរអីជួយជួនកាលជួយកាន់ជើងពេលដែលមានក្រុមពួកខាងឆ្កែកាចរបស់គណៈបកប្រជាជនកម្ពុជាគាត់មកខំមួងណារ៉េតអីខ្លាំងចឹងទៅតបទៅវិញអីខ្លះខ្ញុំអរគុណប៉ុន្តែក្នុងពេលជាមួយគ្នានេះខ្ញុំសុំមិនចាំបាច់មកជួយការពារអីចឹងទេខ្ញុំអត់ត្រូវការជាបតិចបដាសាបកទៅបកមកទៅខាតទៅរវល់រឹសនឹងថ្មចោលឆ្កែប៉ុន្តែអត់បានប្រើអត់បានពឹងអត់បានអីដូចចង់យកឈ្មោះមួងណារ៉េតហ្នឹងទៅផ្សាយមកមិនដឹងចឹងមិនហើយទៅផ្សាយទៅអូមួងណារ៉េតនេះចេះមួងណារ៉េតនោះត្រូវចេះត្រូវចោះអីចឹងទៅល្អអើនទៅបហាអ្នកនេះវាយបហាអ្នកនោះដល់តែពេលចុងក្រោយមកស្រាប់ថាចាប់ពីពេលនេះតទៅគឺអត់មើល show មួងណារ៉េតហ្នឹងទៀតទេអីលាក់នឹងលាក់អត់បានប្រាប់គាត់ពីដើមមកថាជួយជាវជួយមើល show ជួយអីមើលអត់សោះដល់ពេលចុងក្រោយទឹកទាស់គំនិតរបស់គាត់រឿងស្អីណានោះមកប្រកាសជាសាធារណៈឈប់មើល show មួងណារ៉េតខ្ញុំសូមអរគុណខ្ញុំនិយាយទៅខ្ញុំដោយស្មោះអស់ពីដួងចិត្តបើបានអស់លោកឈប់មើល show ខ្ញុំហ្មងឲ្យរហូតទាំងអស់ក៏ល្អដែរព្រោះអស់លោកជាអ្នករលុយហើយរលុយហ្នឹងគឺបង្កើតតែរឿងបង្កើតតែព្រឹត្តិការណ៍ផ្ដេសផ្ដាស់ខាតតែពេលអត់តែប្រយោជន៍តែអញ្ចឹងខ្ញុំអត់ចង់ឲ្យមកពាក់ព័ន្ធមួយមួងណារ៉េតទេសូមទុកខ្ញុំឲ្យមានសេរីភាពធ្វើបង្អែមលៀងមាត់មកផ្ទះធំខ្ញុំដោយសេរីផងចោះអស់លោកកុំមកយកទុកបុកម្នេញអីមកសរសើរមកអីហើយដល់ពេលចុងក្រោយមកសើឈប់មើល show មើលអីបានហើយខ្ញុំអត់ដែលបានអំពាវនាវអង្វរអស់លោកឲ្យមកមើលទេបង្អែមលៀងមាត់មកផ្ទះធំនេះគឺដាក់ទទួលទានជាសាធារណៈបងប្អូនមកទទួលទានពេលណាហើយមិនបាច់ប្រកាសទេព្រោះកាលមកយកក៏អត់ដែលបានប្រាប់មួងណារ៉េតថាមកយកបង្អែមនឹងដែរមួងណារ៉េតចែកទានជាធម្មទានគ្រប់គ្នាមកយកទៅទទួលទានទៅឆ្ងាញ់ក៏ឆ្ងាញ់ទៅមិនឆ្ងាញ់ក៏ចាស់ចោលទៅអត់អីសោះហើយបើមកយកទៀតក៏យកទៅព្រោះខ្ញុំដាក់ទទួលធម្មទានអញ្ចឹងគ្រប់គ្នាអញ្ចឹងអត់មានបញ្ហាអីត្រូវសុំច្បាប់មុនត្រូវសុំប្រកាសថាមិនមកទៀតអីអត់បាច់ទេអស់លោកហ្នឹងកំពុងតែស៊ីគេមួងណារ៉េតដែរដូចចង់យកឈ្មោះហ្នឹងយកទៅប្រើយកទៅអីអរគុណហើយដែលបានជួយការពារប៉ុន្តែបានហើយស្រឡាញ់មួងណារ៉េត100ដកវិញ50ទៅបងប្អូន fans ទាំងអស់ហ្នឹងក៏អញ្ចឹងដែរដែលជា fans របស់មួងណារ៉េតទាំង 100k ជាងនៅលើ Facebook នៅលើ YouTube ហ្នឹងណាបើស្រឡាញ់មួងណារ៉េត 100% សូមបងប្អូនដក50% វិញចុះព្រោះខ្ញុំអត់ត្រូវការទេអត់ត្រូវការការដែលស្រឡាញ់មានលក្ខខណ្ឌអញ្ចឹងទេពាក្យថាស្រឡាញ់គឺអត់ត្រូវមានលក្ខខណ្ឌទេពេលមួងណារ៉េតនិយាយអីពេញចិត្តស្រឡាញ់100ដល់តែពេលទាស់ចិត្តខ្លួនឯងបន្តិចអត់ត្រឹមមិនអត់ស្រឡាញ់គឺមករិះគន់ររឿងភ្លាមអញ្ចឹងខ្ញុំចង់ឲ្យដក50ទៅវិញដើម្បីទុកជាទុនខ្លះ
កុំឲ្យឡងចុងខកចិត្តខ្លាំងពេកដើម្បីទប់នៅពេលដែលស្អប់មួងណារ៉េតវិញប៉ុន្តែមួងណារ៉េតនេះនឹងតាំងចិត្តមួយជីវិតនេះណាបើមួងណារ៉េតនេះនៅមានដង្ហើមដកគឺមួងណារ៉េតស្រឡាញ់ជាតិខ្មែរនេះអត់មានលក្ខខណ្ឌទេស្រឡាញ់សាសខ្មែរនេះអត់មានលក្ខខណ្ឌអត់មានកម្រិតថាខ្មែរតើអញ្ចឹងអត់ទេស្រឡាញ់អត់លក្ខខណ្ឌទេជាតិសាសខ្មែរប្រទេសខ្មែរពូជសាសខ្មែរអក្សរសាសខ្មែរតម្លៃខ្មែរវប្បធម៌សិល្បៈមួងណារ៉េតស្រឡាញ់អត់មានលក្ខខណ្ឌទេក៏ប៉ុន្តែដល់រាបណាមួងណារ៉េតនៅមានដង្ហើមដកមួងណារ៉េតនឹងតស៊ូមតិរកយុត្តិធម៌ជូនប្រជាពលរដ្ឋប្រឆាំងនឹងពួកដឹកនាំផ្ដាច់ការនិងអ្នកនយោបាយប្រជាពិធដ្ឋបោកប្រាស់ប្រជាពលរដ្ឋហើយធ្វើឲ្យជាតិនេះទុនខ្សោយគឺខ្ញុំនឹងប្រឆាំងដាច់ខាតរហូតតតែអស់លោកកែហើយបើអស់លោកកែខ្ញុំនឹងគ្រប់គ្រងទង្វើល្អហ្នឹងអត់មានថាឥឡូវគេកែអត់មែនទេប៉ុន្តែបើអស់លោកនៅតែបោកប្រជាពលរដ្ឋទេគឺជាសត្រូវរបស់ខ្ញុំហើយមិនមែនសត្រូវសួរពូជតាមសម្លាប់តាមររឿងអត់ទេសត្រូវមនសិការខ្ញុំគ្មានគំនុំបកគលទេអស់លោកក្រុមគ្រួសារទៅផ្សេងផ្សេងរឿងបកគលអត់មានតាក់ទងមួងណារ៉េតទេមួងណារ៉េតអត់មាននិយាយរឿងបកគលទេគឺរឿងនិយាយអំពីអង្គហេតុតថភាពយុតិធធសច្ចធម៌អញ្ចឹងកុំមកយករឿងបកគលមកលាយឡំអស់លោកព្យាយាមយករឿងបកគលមកវាយប្រហារមួងណារ៉េតគ្រប់ពេលប៉ុន្តែខ្ញុំប្រាប់ឲ្យដុំថ្មពីរដុំដែលខ្ញុំចោលតាក់ទងនឹងរឿងអាស៊ីសេរីអីហ្នឹងខ្ញុំបានអស់ថ្មហើយមកនេះខ្ញុំសូមជម្រាបម្ដងទៀតបើតនិយាយនេះមិនមែនចោលឆ្កែទេណាគឺខ្ញុំអប់រំឆ្កែព្រោះអីខ្ញុំអស់ដុំថ្មចោលបើមានដុំថ្មខ្ញុំចោលទៀតប៉ុន្តែអស់ហើយខ្ញុំលែងមានហើយបងប្អូនរើសមកដាក់មកផ្ទះខ្ញុំបានប្រាប់ថាកុំយកមកដាក់ខ្ញុំបានបោះចោលវាទៅហើយខ្ញុំមិននេះទេគាត់ថាចេះជាសារផ្ដាំផ្ញើទៅឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជាសូមឲ្យកែសិលធម៌សុជីវធម៌ឡើងវិញព្រោះលោកបំផ្លាញគណៈបកនេះនិងរដ្ឋាភិបាលនេះដល់ដីហើយអត់មានអីបំផ្លាញទៀតទេហើយសូមលើកទឹកចិត្តឲ្យអស់លោកខ្ពើមនឹងអំពើលួចគេមួងណារ៉េតផងហើយឈប់និយាយពីឈ្មោះមួងណារ៉េតបានហើយអស់លោកណាដែលប្រកាសស្អីណាឈប់មើល show មួងណារ៉េតឬក៏មិនមើល show មួងណារ៉េតខ្ញុំអរគុណដែលបានមើល show ខ្ញុំពីមុនមកតែខ្ញុំក៏សោកស្ដាយដែរដែលសម្រាប់ចិត្តបែបនេះប៉ុន្តែក្នុងពេលជាមួយគ្នានេះគឺកុំឲ្យមានភាពល្អកកអីមិនចាំបាច់ប្រកាសអីជាសាធារណៈហើយបើសិនជាស្ងាត់អីលួចហែកតូបមួងណារ៉េតមកសុំប្រអែមរៀងមាត់មកកតោអីសុំជើញយកចោះទទួលទានបានតាមចិត្តអត់មានចាំបាច់ប្រកាសអត់ចាំមានបាច់អីទេបងអែមនេះគឺទទួលទានឲ្យអស់លោកដែលប្រកាសហ្នឹងគឺជាការដាក់ទណ្ឌកម្មផ្លូវចិត្តខ្លួនឯងទេមួងណារ៉េតអត់ដែលហាមថាគេប្រកាសអញ្ចឹងគេមកទទួលទានបងអែមរៀងមាត់ហ្នឹងបានអត់ទេអញ្ចឹងចោះព្រោះអត់ដែលបានដាក់ថាអ្នកឯងត្រូវតែគណៈបកប្រឆាំងបានមកហូបបានគណៈបកប្រជាជនអត់ហូបបានអត់មានអញ្ចឹងទេទទួលទានគ្រប់គ្នាជាធម្មទានហើយម្ដងទៀតស្នើឲ្យឃោសនិករបស់គណៈបកប្រជាជនកម្ពុជាទាំងនៅខ្មែរទាំងនៅអាមេរិកហើយខ្ញុំព្យាយាមមិនរំលឹកឈ្មោះអស់លោកទេព្រោះឈ្មោះវាថោកពេកដែលខ្ញុំមិនអាចនឹងរំលឹកហើយណាមួយខ្ញុំមិនចង់និយាយពីលក្ខណៈបុគ្គលទេខ្ញុំចង់និយាយពីលក្ខណៈទូទៅឲ្យអស់លោកមានភាពក្លាហានបង្កើតមាតិកាដោយខ្លួនឯងកុំយកឈ្មោះមួនណារ៉េតទៅប្រើវាថោកទាបពេកវាអន់តម្លៃខ្លួនឯងដោយអត់ចេះបង្កើតមាតិកាអីហើយបើសិនជាអស់លោកមិនពេញចិត្តនឹងការផ្សាយរបស់មួនណារ៉េតអត់អីទេក៏ប៉ុន្តែកុំបាច់យកឈ្មោះមួងណារ៉េតទៅផ្សាយអីនោះអស់លោកទៅបង្កើតទៅបើថាអូឥឡូវជាទូទៅប្រជាពលរដ្ឋហ្នឹងមើលទៅដូចជាគិតថារដ្ឋាភិបាលខុសហើយអារឿងចាញ់ថៃហ្នឹងបញ្យល់ទៅមួយថ្ងៃទេសនាបញ្យល់ទៅរដ្ឋាភិបាលមិនចាញ់ទេថ្នាក់ដឹកនាំយើងប្រកែកចេះមានបទពិសោធន៍ចេះបញ្យល់ទៅតែបើអស់លោកបញ្យល់បែបហ្នឹងយ៉ាងច្រើនមាន2អ្នកមើលដូចទូទស្សន៍ជាតិសប្ងៃអញ្ចឹងមាន3អ្នកជួនកាលផ្សាយព័ត៌មានលើ Facebook ប្រជាពលរដ្ឋ18អ្នកស្ថាប័នទូរទស្សន៍ជាតិមួយមាន3អ្នកមើលមិនដឹងថាអស់លោកនៅបើកដល់ណាទៀតខ្ញុំកំពុងឆ្ងល់មិនព្រមបិទតែអស់លោកដែលនៅជាសកម្មជនគណបកប្រជាជនកម្ពុជាជាលលោកជាអីនេះណាហើយមកលួចគេមួងណារ៉េតនេះណាអត់ចេះខ្ពើមហ្នឹងគឺដោយសារអស់លោកវាអស់ប្រជាប្រិយក្នុងការនិយាយខ្លួនឯងវាអត់អ្នកស្ដាប់ដល់អញ្ចឹងត្រូវយករូបថតមួងណារ៉េតទៅដាក់ទៅបើទោះបីជាយករូបអាហាភាសសំទោសមិនអាហាភាសមួងណារ៉េតមិនមានរឿងអាហាភាសយករូបក៏ក្រិចកែ AI ស្អីទូគេប្រមាថការទៀនអីមួងណារ៉េតដោយសារអីអស់លោកចង់បាន likes and share and views តែប៉ុណ្្នឹងទេគោលដៅរបស់អស់លោកហ្នឹងមិនមែនដើម្បីជាតិមាតុភូមិនេះទេគឺដើម្បីឲ្យគេ like ឲ្យ share ដើម្បីស្អំចិត្តខ្លួនឯងថាអូដាក់អាហ្នឹងទៅបើមានឈ្មោះមួងណារ៉េតគឺមានគេមើលច្រើនហ្មងព្រោះ fans មួងណារ៉េតចង់តែឃើញចឹងចង់ដឹងដែរគេនិយាយអីពី idol របស់គេហើយដល់ចឹងអស់លោកបានអាហ្នឹងត្រេកចឹងទៅដាក់ទៀតដាក់មួងណារ៉េតទៀតប៉ុន្តែអត់មែនរឿងជាតិអត់មានរឿងអីទេគឺរឿងអស់លោកមានគំនិតរបៀបដូចជាខ្វះសតិសម្បញ្ញៈនៅក្នុងការបង្កើតភាពច្នៃប្រឌិតខ្លួនឯងទេលួចរបស់គេអញ្ចឹងខ្ញុំសូមឲ្យឈប់លួចបើថាគ្រាន់បើផលិតខ្លួនឯងទៅអាហ្នឹងបើសិនជាចង់តតាំងមួយមួងណារ៉េតហើយបើចង់ឈ្នះមួងណារ៉េតណាបង្កើតខ្លួនឯងទៅបើអែមលៀងមាត់ប្រមាណខ្ទះទៀតធ្វើទៅហើយបើដូចខ្ញុំថាអញ្ចឹងបើមួងណារ៉េតប្រើស្ករកំពង់ស្ពឺកោវិតដូចគ្នាទៅបើមួងណារ៉េតកោដៃជួលម៉ាស៊ីនយកមកកោមក
ôi ắt là một ngôi chẳng tới hay lụa thôi muôn này sập bài chật đằng pan ná thế bảo lụa màu cô score cô ấy thua thò mà tiền chứ tại ọt prăng tại màu vô ta câu bảo hộ nó rú ao và cháy vô mà đạn nó không năng bằng em đặt cái bài muôn là rết hay oi bật chia prot pin chật nằng dương và kê tụt tu tiên à ha bằng em liên quan đài sầm rang không miên triệt kimi ấy sập bẹp giang slot boat sập hiệp điệp xa trâm phần muôn là rết đây tại pe class trong tụm sòng bàn đá hay cho mau bát xa hay trong nãy cái hộp miên ta krom lụa này anh để hộp tiếp cặp cho năng chào tiền chẳng mà đong tiết bật bật chóp rương muôn là rết thò chào cái tay sầm bô nè nhai ở chào ní trâm phần năng hay lụa để đập hai bờ miên khua che chứ lụa năng bằng cát miên tây ca luôn ai nhảy mình chăm bạch vô chung muôn là rết tập phơi phù muôn là rết chỉ cam và thộ này po đầm miên này muôn là rết chỉ nẹp sai po đầm miên chẳng bà po đầm miên muôn là rết sai tới miên pa nhà ấy lụa bọ sai bẩm plư tới hay mình chăm bạch vô chung nhom tập phơi đi phụ ấy bị miên phải giao ấy cái tập bị lụa trong bàn si kê si pe tao clip hay bảo lụa lư piện năng phải chỉ mua mai cả đời cả hai sai kế phần năng đai tao clip muôn là rết và bà chứ chốt tao tới ban này hay xem chụp vậy okខ្ញុំសូមស្លេះប៉ុណ្ណឹងបងប្អូនឥឡូវនិយាយពីរឿងជាតិយើងវិញឃើញខ្ញុំចំណាយពេលប្រហែលប្រហែលណាបងប្អូន1ម៉ោងជាងណាខ្ញុំគាត់និយាយរឿងហ្នឹងប៉ុន្តែបងប្អូនពេលខ្លះតើតែអញ្ចឹងបងប្អូនដឹងអំពីចរិតថោកទាបរបស់ក្រុមឃោសនិករបស់គណៈបកកណ្ដាលអំណាចដែលអត់ព្រមចោលសោះចរិតហ្នឹងហើយខ្ញុំជឿថាមេបកអីហ្នឹងប្រហែលជាមិនដឹងថាគេអោបកសោបកូនចៅគេអញ្ចឹងដល់ណាទៀតខ្ញុំអត់យល់ដែរអង្កាលបានជំរុះចោលឬមួយក៏ក្រុមនេះតែអញ្ចឹងទេចរិតគំនិតរបស់គេមេគេនឹងជួនកាលនឹងគេប្រឡែងចោលគេមិនឈឺឆ្អាលគេមិនឈឺក្បាលអីផងតែលោកលោកនឹងចេះតែដូចថាចេះតែធ្វើអញ្ចឹងទៅដើម្បីកោតជំងឺអាជំងឺមួយគឺជំងឺបើអត់បានជេរគេដេកអត់លក់អូយធ្ងន់ធ្ងរណាស់ជំងឺនេះលោកនឹងប្រហែលជាកាត់ជំងឺហ្នឹងជំងឺសរសៃប្រសាទមួយយ៉ាងដែលអត់ជេរគេគឺដេកមិនលក់ហើយដល់ពេលអញ្ចឹងទៅខ្ញុំអាសូរមែនតើខ្មែរគ្នាឯងហើយខ្ញុំនៅលើកទឹកចិត្តយុវជនគណៈបកសង្គ្រោះជាតិអីហ្នឹងបកកាយនោះគណៈបកប្រជាជនអីមានយុវជនមានបណ្ឌិតបញ្ញវន្តអីបកកាយទេនាំគ្នាបង្កើតមាតិកាដែលដាក់អង្គហេតុដាក់ភ័ស្តុតាងដាក់អីមកបង្អែមលៀងមាត់មកផ្ទះធំអីចឹងមកដូចគ្នាចឹងទៅអត់អីទេហើយធ្វើឲ្យឆ្ងាញ់ទៅហើយដាក់មកក្បែរគ្នាតាមពិតមួងណារ៉េតសបាយបើអស់លោកមានបង្អែមលៀងមាត់ឲ្យឈ្ងុយឆ្ងាញ់ជាងមួងណារ៉េតចោះខ្ញុំអូយសរសើរខ្ញុំពិតជាជូនពរឲ្យអស់លោកជោគជ័យព្រោះអីវាបានជាធម្មទានដល់ប្រជាពលរដ្ឋឲ្យកាន់តែច្រើនជំវិញស្រុកខ្មែរកុំឲ្យនឿយមួងណារ៉េតមកផ្ទះហ្នឹងតើហូបបានប្រមាណចុះបើបងប្អូនថែមមកផ្ទះគ្រប់គ្នាទៅឲ្យឈ្ងុយឆ្ងាញ់អញ្ចឹងទៅគ្នាបានទទួលទានគ្រប់គ្នាមិនដឹងអំពើប៉ុននឹងបានប៉ុណ្ណាខ្ញុំឆ្ងល់ហើយទៅយូអត់អាខ្លួនឯងអត់ព្រមកែមករករឿងតែឆ្នាំងបង្អែមផ្ទះបង្អែមរបស់មួងណារ៉េតហ្នឹងបានហើយបងប្អូនតោះឥឡូវរឿងជាតិហើយរឿងជាតិនេះក៏ខ្ញុំមានឱកាសច្រើននៅក្នុងការពន្យល់តាក់ទងនឹងមូលហេតុអីបានជាវៀតណាមកើនភ្ញៀវថៃភ្ញៀវទេកម្ពុជាខុសគេបាត់ភ្ញៀវចិត្តពាក់កណ្ដាលបាត់ភ្ញៀវចិត្តពាក់កណ្ដាលបងប្អូនដើមឆ្នាំ2026នេះគិតពីខែមករារហូតមកដល់ខែឧសភានេះ5ខែនេះភ្ញៀវមកទៅលេងកម្ពុជាដែលជាភ្ញៀវបរទេសមានតែ1លាន3សែនអ្នកជាងឯងបើយើងគិតទៅតួលេខនេះច្រើនណាស់1លាន3សែនមិនធម្មតាទេប៉ុន្តែឆ្នាំមុនណានៅក្នុងពេលដូចគ្នាហ្នឹងមាន2លានជាងយើងធ្លាក់អស់ 40% ជាងហើយខ្ញុំនឹងបញ្យល់តើធ្លាក់តែយើងទេឬយ៉ាងម៉េចចុះថៃមិនដែរតែពេលយើងនិយាយថៃថាទៀតហ่ะការជើងថៃទៀតក្បត់ជាតិទៀតហើយបើមិនប្រៀបធៀបគេតែប្រៀបធៀបជាមួយអ្នកណាខ្ញុំកំពុងតែឆ្ងល់ឥឡូវនេះគឺរយៈពេលតាមពិតបើតាមសេចក្តីរាយការណ៍ស្ថិតិរបស់ក្រសួងទេសចរកម្ពុជាគាត់មានតួលេខតែត្រឹម2-3ខែដំបូងឯងប៉ុន្តែក្រុមហ៊ុនទេសចរក្រុមហ៊ុនគ្រប់គ្រងតំបន់ទេសចរនៅអង្គរអីក៏បាននិយាយថាភ្ញៀវធ្លាក់ចុះខ្លាំងមែនតើគឺធ្លាក់មិនដែលធ្លាប់មានក្នុងរយៈពេល20ឆ្នាំចុងក្រោយហេតុអីបានជាធ្លាក់ដល់20ឆ្នាំចុងក្រោយបងប្អូនគឺគេរាប់ទៅដល់ឆ្នាំប្រហែលនៅតាំងពីរដ្ឋប្រហារឆ្នាំ97មកដឹងកាលពីហ្នឹងគឺភ្ញៀវធ្លាក់ខ្លាំងមែនតើនេះគឺ20ឆ្នាំមកចុងក្រោយនេះគឺថ្ងៃនេះឆ្នាំនេះពេលនេះកម្ពុជាធ្លាក់ភ្ញៀវយ៉ាងគំហុកដែលមិនធ្លាប់មានទេហើយអ្វីដែលភ្ញៀវធ្លាក់នេះគឺដូចខ្ញុំនិយាយចឹងស្ថិតិរបស់កម្ពុជាក្រសួងទេសចរហ្នឹងបានរៀបរាប់មកថាភ្ញៀវចូលមកស្រុកខ្មែរដើមឆ្នាំ5ខែហ្នឹងមានតែ1លាន3សែនអ្នកជាងដែលតួលេខនេះគឺចុះដល់ទៅ 45.6% គឺជិត 50% បងប្អូនព្រោះទម្លាប់2លានជាងត្រឹម5ឆ្នាំព្រោះមួយឆ្នាំយើងបាន 4-5 លានដែរហ្នឹងចុះឥឡូវយើងនៅដើមឆ្នាំ5ខែហើយយើងទៅបាន1លានជាងចឹងបានន័យថានៅ5-6ខែទៀតចឹងយើងបាន2លានចឹងយើងចុះពាក់កណ្ដាលភ្ញៀវចុះពាក់កណ្ដាលហើយនៅពេលដែលភ្ញៀវខ្មែរចុះពាក់កណ្ដាលភ្ញៀវវៀតណាមកើន 15%
តើវៀតណាមកើនបានប្រមាណ 15% ហ្នឹងនៅប្រទេសវៀតណាមនេះគឺមកដល់ម៉ោងនេះ5ខែដើមឆ្នាំគឺវៀតណាមមានភ្ញៀវ14លាននាក់គិតទៅបងប្អូនវៀតណាមមានភ្ញៀវទេសចរបរទេស14លាននាក់ខ្មែរមាន1លាន3សែនអញ្ចឹងបានន័យថាយើងចាញ់គេ10ដងអញ្ចឹងចំនួនភ្ញៀវទៅវៀតណាមស្មើនឹងលើសយើង10ដងព្រោះយើង1លាន3សែនគេ14លានហ្នឹងអញ្ចឹងកំណើននៅវៀតណាមនេះគឺកើន 15% ក្នុងពេលដែលយើងថយពាក់កណ្ដាលវៀតណាមកើន 15% ភ្ញៀវទៅវៀតណាមមាននរណាខ្លះបងប្អូនខ្ញុំបញ្យល់ឲ្យបងប្អូនស្ដាប់ត្រួសឲ្យខ្ញុំមិនចង់ឲ្យបងប្អូនទៅឈឺចាប់ស្អីណាថាយើងនឹងនិយាយប្រអាប់ជាតិសាសន៍យើងឯណាទៀតទេអត់ទេខ្ញុំនិយាយឲ្យបងប្អូនស្គាល់ទិន្នន័យពិភពលោកភ្ញៀវទៅវៀតណាមគឺអឺរ៉ុប 55% សុទ្ធតែភ្ញៀវលុយខាប់ហើយអឺរ៉ុបគេអត់ទៅខ្មែរគេទៅវៀតណាមហើយអឺរ៉ុបទៅចាយលុយច្រើនមែនតើព្រោះអីខុសពីភ្ញៀវចិនភ្ញៀវអីវៀតណាមមកលេងខ្មែរជួនកាលទិញតែនំប៉័ងសាច់មួយអស់តែ$3ហូបមួយថ្ងៃវងងាយតែបើថាភ្ញៀវអឺរ៉ុបវិញម្នាក់យ៉ាងហោចណាស់ក៏ចាយ$3000ទៅ$5000ដែរនៅក្នុងដំណើរទស្សនកិច្ចមួយលើកគិតសាកមើលបងប្អូន$3000ទៅ$5000នៅក្នុងម្នាក់ចប់បើ14លាននាក់តើប្រមាណ100,000លានប្រមាណ$1000លានលុយគេចំណេញប៉ុណ្ណាក្នុងវិស័យទេសចរក្រៅពីអឺរ៉ុបមានសហរដ្ឋអាមេរិកគឺភ្ញៀវអាមេរិកទៅវៀតណាម 20% ដែរសុទ្ធតែភ្ញៀវខ្លឹមចុះបើវៀតណាមឡើងភ្ញៀវដល់14លានខ្មែរយើងបានតែ1លាន3សែនថយពាក់កណ្ដាលចុះថៃមិនវិញថៃតែប្រថៃមកដល់ម៉ោងនេះគឺមានភ្ញៀវទៅលេងប្រទេសថៃលើសវៀតណាមទៀត14លានអ្នកដែរតែនិយាយទៅលើសបន្តិចតួចគេ14លានដូចគ្នាយើងបានតែ1លានជាងក៏ប៉ុន្តែថៃ14លានអ្នកនៅក្នុងដើមឆ្នាំ5 6ខែដើម5ឆ្នាំដើមខែនេះណាគឺថៃថយចុះទៅវិញប៉ុន្តែថៃថយចុះ 2.3% ទេអញ្ចឹងនៅក្នុងចំណោមភ្ញៀវដែលធ្លាប់ទៅលេងថៃ5ខែដើមឆ្នាំ2025ណាបើប្រៀបធៀបគឺឥឡូវថៃថយថាបើទៅ10នាក់ថយតែចំទោះបើទៅ100នាក់ថៃថយបាត់តែ2នាក់ឯង100នាក់បាត់2នាក់ 2.3 បានន័យថា2នាក់អញ្ចឹងនៅសល់98នាក់ដែរថៃគេបាត់ប៉ុណ្ណឹងខ្មែរយើង5ឆ្នាំ5ខែដូចគ្នាកាលពី2025នឹងមកដល់2026បើមក100នាក់គឺយើងបាត់អស់50នាក់ហើយយើងនៅតែ50នាក់ហើយគេបាត់តែ2នាក់ហើយបើវៀតណាមវិញកើនឡើងបើពីមុន100នាក់ឥឡូវឡើងដល់115នាក់ទៀតឡើង 15% ហើយភ្ញៀវទៅថៃដែលមាន14លាននាក់ជាងហ្នឹងគឺចិនជាប់លំដាប់ថ្នាក់លេខ1ចិនមាន2លាន3សែននាក់ជាងឃើញចិនគេសម្រុកទៅថៃទៀតព្រោះទៅហូបតរ៉េនហ្នឹងក្រោយពីចិនមានម៉ាឡេគឺសម្រុកទៅលេងចិនដែរតែទំទោសទៅលេងថៃដែរអស់ពីម៉ាឡេមកភ្ញៀវកម្រិតលេខ3គឺឥណ្ឌាទៅលេងថៃច្រើនឥណ្ឌានៅខ្មែរក៏មានដែរសិនឥណ្ឌាលក់មុងបន្ទាប់ពីឥណ្ឌាមកគឺមានរុស្ស៊ីហើយនិងកូរ៉េខាងត្បូងឥឡូវយើងនិយាយអំពីហេតុអីបានជាភ្ញៀវទេសចរយើងថយចុះបើយើងនិយាយឲ្យស្មោះត្រង់ហើយនឹងយុត្តិធម៌សម្រាប់កម្ពុជាយើងត្រូវចាំថាពេលនេះពិភពលោកយើងស្ទើរតែគ្រប់កន្លែងដែរមានបញ្ហាច្រើនសាំងឡើងថ្លៃនៅពេលដែលមានសង្គ្រាមនៅអ៊ីរ៉ង់ច្រកហ័រមូសបិទប្រេងសាំងឡើងថ្លៃពេលដែលប្រេងសាំងឡើងថ្លៃគឺវាប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជុំវិញពិភពលោកមិនមែនតែនៅស្រុកខ្មែរទេនៅពិភពលោកហ្នឹងបានន័យថាប្រជាពលរដ្ឋជាភ្ញៀវទេសចរគឺប៉ះពាល់ហើយអញ្ចឹងដោយសារតែប្រេងសាំងឡើងថ្លៃអាការចំណាយសពសារពើក៏ឡើងថ្លៃប្រជាពលរដ្ឋរៀងប្រយ័ត្នប្រយែងនៅក្នុងការចាយវាបន្តិចដែរអាហ្នឹងរឿងមួយជាទូទៅឯងខ្ញុំនិយាយពីទូទៅជាសកលទី2នៅពេលដែលប្រេងសាំងឡើងថ្លៃសាំងយន្តហោះក៏ឡើងថ្លៃដែរនៅពេលដែលសាំងយន្តហោះឡើងថ្លៃគឺតម្លៃសម្បត្តិយន្តហោះគឺគេនឹងដំឡើងថ្លៃដែរបើឧទាហរណ៍ពីមុនសម្បត្តិយន្តហោះពីខ្មែរទៅពីអាមេរិកទៅខ្មែរទៅវិញទៅមក$1700ឥឡូវវាអាចឡើងដល់2003 2005អីចឹងទៅព្រោះដើម្បីដំឡើងឲ្យត្រូវនឹងការឡើងថ្លៃនៃប្រេងសាំងអីចឹងទៅដើម្បីឲ្យទប់ទល់ការខាតឲ្យទុករក្សាការចំណេញអីចឹងហើយនៅពេលដែលសម្បត្តិឡើងថ្លៃមនុស្សដែលមានលុយតិចតួចឬក៏អីចេះតែគិតឡើងវិញថាតើគួរទិញឬក៏មិនគួរទិញសម្បត្តិយន្តហោះអីចឹងទៅឬក៏កាត់បន្ថយការធ្វើដំណើរសិនទៅអាហ្នឹងនិយាយពីកត្តាសង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់អាមេរិកនិងអ៊ីរ៉ង់អញ្ចឹងក្នុងកត្តានេះក៏អាចប៉ះពាល់ដល់ភ្ញៀវទៅស្រុកខ្មែរដែរក៏ប៉ុន្តែបើយើងមើលឲ្យមែនតើ
រឿងដែលសំខាន់បំផុតដែលខ្ញុំនិយាយថាកត្តានេះឲ្យប៉ះពាល់រឿងផ្ទៃក្នុងខ្មែរច្រើនជាងដែលធ្វើឲ្យធ្លាក់ភ្ញៀវនេះហើយនៅមានកត្តាសកលមួយក្នុងតំបន់មួយទៀតដែលអាចថាបាត់ភ្ញៀវដែរគឺកត្តាចំនួនព្រំដែនខ្មែរថៃបងប្អូនឃើញមិនអញ្ចឹងហ៎ចំនួនព្រំដែនខ្មែរថៃនេះគឺចំនួនប្រដាប់អាវុធ2លើកនេះធ្វើឲ្យស្លាប់មនុស្សផងធ្វើឲ្យមានជនពាសឹករហូតដល់រាប់សែនអ្នកទាំងខ្មែរទាំងថៃផងហើយច្រកនៅពេលដែលពេលមានចំនួនព្រំដែនបែបនេះមានជនពាសឹកមានស្លាប់មនុស្សមានបាញ់គ្នាតើភ្ញៀវឯណាអូបើយើងចង់ទៅលេង holiday នាំគ្រួសារមកសបុកទៅដើម្បីឲ្យសុបាយឧទាហរណ៍ហើយយើងដឹងថាកន្លែងហ្នឹងគេកំពុងបាញ់គ្នាយើងចង់ទៅរើសសបកកន្ទុះមែនវាជាការពិតគឺយើងច្បាស់ជាលុបជើងយន្តហោះលុបសបុតលុបការកក់អីផ្សេងៗហ្នឹងផ្អាកសិនចាំមើលសុកនឹងស្រួលបួលសិនពោលអត់ទៅកើតទេបើទោះបីជាឆ្លោះគ្នានៅតែព្រំដែនក៏ដោយប៉ុន្តែប្រជាពលរដ្ឋដឹងថាវាឆ្លោះគ្នាតាក់ទងនឹងដែនអធិបតេយ្យក្នុងប្រទេសហ្នឹងអញ្ចឹងដល់ពេលភាពអសន្តិសុខសុវត្ថិភាពអីសពបែបយ៉ាងពិភពលោកនឹងលឺរូបភាពហ្នឹងគ្រប់តិចអញ្ចឹងចង់ទាំងយើងទាំងគេមានហេតុផលភ្លាមអត់ចង់ទៅស្រុកខ្មែរព្រោះដោយសារតែអាចមានបញ្ហាដល់ខ្លួនចុះទៅស្រុកណាផ្សេងទៀតទៅក៏វិថីឬក៏ផ្អាកសិនទៅវិថីអាហ្នឹងវាអាចធ្វើឲ្យថយភ្ញៀវដែរទី3បិទព្រំដែនបងប្អូនប្រហែលជាសប្បាយចិត្តដែរនៅលើសូថាបិទព្រំដែនហ្នឹងយើងធ្វើពាក់ឯកការផលិតផលថៃងាប់ហើយថៃតែខ្យល់ងាប់ហ្មងគឺអត់រស់ទេតែពិតខ្មែរហើយថៃកំពុងផលិតទឹកជុំគ្នាជើងណាទាំងហាមវែងណាទាំងហាមខ្លីវាចៃដន្យអីមេដឹកនាំយើងពិសាបារីច្រើនដោយលោកហ៊ុនសែនអីគាត់ជាអ្នកពិសាបារីកាលពីមុនគាត់ពិសាបារីច្រើនណាស់ឥឡូវនេះមិនដឹងមិនទេព្រោះអត់សូវឃើញនៅក្នុងទូរទស្សន៍នៅក្នុងការជក់ប្រហុយដែរទេប៉ុន្តែកាលពីមុនគាត់ពិសាបារីច្រើនដូច្នេះអាសួតហ្នឹងគឺអត់សូវប្រកែទេខ្ញុំនិយាយពីមុនទេតែឥឡូវតែសួតតែខូចហើយជក់បារីហ្នឹងគឺវានៅរុំសួតហ្នឹងរាប់ឆ្នាំហើយវាមិនដែលមកជាមកចេញជាសួតថ្មីចាស់ទេព្រោះសួតតែចាស់ហើយកាន់តែពិបាកទៀតអញ្ចឹងទៅគឺអាចឲ្យទៅផលិតទឹកមួយថៃផលិតមិនអញ្ចឹងណាថៃហូបតែតរេនយើងហូបបារីអីចឹងឧទាហរណ៍ណាខ្ញុំនិយាយលេងផ្សំទេប៉ុន្តែចង់និយាយថាផលិតទឹកគឺយើងផលិតអត់ឈ្នះដោយសាររឿងចឹងឯងរឿងសេដ្ឋកិច្ចឥឡូវយើងបិទព្រំដែនតើប៉ះពាល់អីគេខ្លះបងប្អូនវាអត់មានត្រូវប៉ះពាល់អីអ្នកមានធំដែលលុយក្រាលដេកហ្នឹងទេប៉ះពាល់បងប្អូននៅព្រំដែនហើយប៉ះពាល់បងប្អូនព្រំដែនដឹងប៉ះពាល់នរណាខ្លាំងជាងគេបងប្អូនមិនមែនអ្នកលក់អីវ៉ាន់នៅប៉ោយប៉ែតហ្នឹងទាំងអស់ហ្នឹងដឹងតែប៉ះពាល់អ្នកអូអាទេសរុញអាទេសអីហ្នឹងរត់តាក់ស៊ីដឹកទំនិញអីគឺភ្ញៀវទេសចរចូលមកខេត្តសៀមរាបបងប្អូនត្រូវដឹងថាមួយឆ្នាំភ្ញៀវថៃឬក៏ភ្ញៀវបរទេសដែលគេមកកញ្ចប់ holiday នៅថៃបាងកកគេជិះឡានក្រុងពីទីក្រុងបាងកកមកដល់សៀមរាបសូម្បីតែមកលេងតែមួយព្រឹកទៅវិញល្ងាចក៏ជិះឡានតែប្រហែលហ្នឹង$30ហ្នឹងអញ្ចឹងភ្ញៀវហ្នឹងអញ្ចឹងថាមកដូចថាមិនបាននៅស្រុកខ្មែរស្នាក់នៅសន្តាគារអីយូរអីក៏ដោយក៏ចូលមកបើចូលសៀមរាបក៏បានទិញសបុតយន្តសបុតចូលរួមចូលទស្សនាបង់លុយហូបអាហារនេះចូលហាងនោះឬក៏សេវាទេសចរអីនៅសៀមរាបហ្នឹងគឺបានរលូនដែរប៉ុន្តែបិទព្រំដែនជិតឈឹងបានមកពីណាភ្ញៀវហ្នឹងមកពីណាអ្នកដែលធ្លាប់ជិះប៊សជិះរថយន្តក្រុងមកសៀមរាបបិទអស់ហើយលែងមកបានហើយអ្នកដែលងាយចេញចូលពីថៃខ្មែរអីហ្នឹងគឺបិទអស់បាត់ហើយតែបងប្អូនសួរចុះបើបិទចឹងចុះផ្លូវអាកាសអត់មានទេមានអាណាបិទផ្លូវអាកាសនោះប៉ុន្តែបងប្អូនសាកគិតមើលបើបងប្អូនមានលុយ$500ជិះឡានទៅលេងប្រទេសមួយទៀតឆ្លងមួយយប់ឬក៏ល្ងាចវិលមកវិញអស់ថ្លៃឡានតែ$30ទេទៅហូបអីបន្តិចបន្តួចទាំងពៅខ្លះអីខ្លះលះហាលខ្លះយ៉ាងច្រើនអស់150 200ថាអស់ចុះ500ហ្នឹងមកវិញបានទៅលេងស្រុកនៅមើលអង្គរវត្តមើលអីទៀតផងឧទាហរណ៍ហើយចុះឥឡូវស្រាប់ទៅឡើងយន្តហោះសបុតមួយប្រហែល$300-400គាត់សបុតហើយជាយន្តហោះមកហ្នឹងត្រូវស្នាក់នៅត្រូវអីហើយត្រូវឆ្ងាយហើយវាមិនមែនងាយដូចការគិតអីណាត្រូវអីអស់រាប់ពាន់$អញ្ចឹងឡើងចង់បណ្ដោយអត់មកសំនឹងអាបញ្ហាឆ្លោះគ្នាព្រំដែនទៀតនៅថៃយូរទៀតទៅក៏បានដែរថៃគេមិនតាំងអីផងភ្ញៀវគេ14លានអ្នកជាងណាអញ្ចឹងគេនៅសบายក្អាកអាយនៅថៃទៅចាយលុយនៅថៃអស់ទៀតហើយសេដ្ឋកិច្ចថៃនេះណាមកដល់ម៉ោងនេះអាលុយទេសចរដែលចូលទៅក្នុងប្រទេសថៃនេះបើយើងគិតទឹកប្រាក់ដែលគាត់រកបានគ្រាន់តែ5ខែមានឈប់ខ្ញុំរកតួលេខនេះកុំឲ្យខ្ញុំចេះថាបងប្អូនហើយនិយាយហ្នឹងគឺមិនមែនបានន័យថាញ៉ែមឬក៏ថានិយាយឲ្យតែប្រជាពលរដ្ឋខ្មែរខកចិត្តវិស័យទេសចរដែលមានភ្ញៀវ14លាននាក់នៅ5ខែហ្នឹងថៃរកលុយបានពីទេសចរ679,000លានបាត679,000លានបាតគិតជាលុយ$20,000លាន$គាត់ថាវិស័យទេសចរ5ខែថៃរកស្មើនឹងថវិកាជាតិខ្មែរ2ឆ្នាំព្រោះថវិកាជាតិយើង10លាន
10,000 លានហ្នឹងរួចទៅ2ឆ្នាំ20,000 លានហ្នឹងហើយថៃគ្រាន់តែរកពីវិស័យទេសចរ5ខែគេរកបាន21,000 លានដុល្លារហ្នឹងហើយយើងពងបន់ឲ្យថៃស្លាប់អាហ្នឹងយើងផលិតទឹកយើងងាប់ហ៎បងប្អូនតែខ្ញុំនិយាយថាថៃវាខូចទេវាអត់មានជំរឿអីដែរខ្មែរយើងគ្រាន់តែខ្ញុំចង់ប្រាប់បងប្អូនថាតែយើងនិយាយពីរឿងបេក្ខការផលិតផលថៃហើយយើងនាំគ្នាគិតថាបិទព្រំដែនឲ្យយូរទៅបិទឲ្យបាន400-500 ឆ្នាំទៅថៃនឹងងាប់ដាច់ពោះស្លាប់ហ្នឹងអាហ្នឹងជានយោបាយប្រជាពិធដ្ឋតាយើងកែបនៅក្នុងដងយើងអត់មើលការពិតជាក់ស្ដែងដល់ពេលគេនិយាយថាយើងនឹងក្បត់ជាតិយើងទៅគ្រប់គ្រងថៃតែខ្លួនឯងនឹងអត់ស្ដាប់ទេឲ្យតែនិយាយតែព្រោះល្អជំងឺឈឺចង់ងាប់ហើយឲ្យគេនិយាយកំ pl ែងឲ្យស្ដាប់អត់ទៅលេបថ្នាំផងប្រហែលជាពួកគាត់យល់ថាស្អីតាមអាសុភាសិតអង់គ្លេសមួយគេថាម៉េច laughter is the best medicine សំណើចគឺជាឱសថដ៏ស័ក្តិសិទ្ធិព្រោះនៅក្នុងភាសាអង់គ្លេសគេច្រើនតែនិយាយថាបងប្អូនសើចសប្បាយទៅវាជាពីរោគគាព្យាធិដែរព្រោះអីសំណើចធ្វើឲ្យជីវិតយើងរីករាយសប្បាយប៉ុន្តែមិនមែនបានន័យថាឈឺជំងឺរ៉ាំរ៉ៃមហារីកឯនាំគ្នាអង្គុយសើចពេញគ្រួសារអត់ទៅលេបថ្នាំធ្វើគេមក therapy ស្លាប់អស់ហើយមានមួយគ្រួសារនៅក្នុងរឿងកំ pl ែងហ្នឹងគេនិយាយដែរថាមួយគ្រួសារហ្នឹងស្លាប់អស់លីងដោយសារតែរឿងសើចច្រើនពេកហើយគេថាវាមិនដែលសើចច្រើនទៅស្លាប់គាត់ថាមកពីគាត់ជឿតាមទ្រឹស្ដីថាសំណើចគឺជាឱសថដ៏ស័ក្តិសិទ្ធិអញ្ចឹងឈឺល្បែងពេញផ្ទះខ្ជិលលេបថ្នាំនាំគ្នាអង្គុយតែសើចទៅអញ្ចឹងមិនស្លាប់អស់រឿងគឺយើងត្រូវរកវិធីព្យាបាលហើយដល់ពេលអញ្ចឹងថៃគេយើងនាំគ្នាស្អំចិត្តយើងនឹងយើងនាំគ្នាសើចសប្បាយទៅថាថៃនឹងកំពុងរងគ្រោះតែយើងនឹងកំពុងអត់ដាច់ខ្យល់ដែរខ្ញុំមិនចង់និយាយបន្តិចប្រអាក់ថាយើងនិយាយពីរឿងលំបាករបស់យើងនឹងបានន័យអីបានប្រយោជន៍អីយើងនិយាយឲ្យខ្មែរបាក់ទឹកចិត្តនឹងបានប្រយោជន៍អីមិនគ្រប់គ្រងថៃមិនមែនអញ្ចឹងទេចង់និយាយថាអារឿងទាំងអស់ហ្នឹងវាកើតឡើងដោយសាររបៀបដឹកនាំរដ្ឋយើងពីដំបូងមកវិញអញ្ចឹងដល់ពេលប្រជាពលរដ្ឋយើងលំបាកអីលំបាកយើងអត់ទៅទប់គេបានយើងផលិតផលក្នុងស្រុកគ្រាន់តែពេលធ្វើពហិការផលិតផលថៃផលិតខ្លួនឯងគ្រប់គ្រងរបស់ខ្លួនឯងអត់បានប៉ុណ្ណឹងពួកអីយើងអត់ដែរទម្លាប់គ្រប់គ្រងផលិតផលខ្លួនឯងពីកាលមកដល់ពេលអញ្ចឹងតើអាសាប៊ូខ្លះយកមករាវក៏ក្លោកកក់មកជួនកាលកែពេញក្បាលអីអញ្ចឹងទៅទុកបាន3-4ថ្ងៃខូចគុណភាពអីអញ្ចឹងយើងវាលឿនពេកហើយដល់ពេលយើងជាតិនិយមជួនកាលយើងចេះតែចង់គ្រប់គ្រងផលិតផលយើងហើយប៉ុន្តែសូមអង្វរបងប្អូនទាំងអស់គ្នាដែលជាអាជីវករជាអ្នកផលិតអីហ្នឹងណាយើងចង់ឲ្យបងប្អូនគ្រប់គ្រងផលិតផលខ្មែរក៏គ្រប់គ្រងចោះល្អហើយប៉ុន្តែពង្រឹងគុណភាពឲ្យមែនតែនបងប្អូនណាកុំម៉ាយុទ្ធសងឲ្យតែរួចទៅហើយឲ្យគ្នាចេះតែប្រើទៅព្រោះថាប្រើផលិតផលថៃក្បត់ជាតិចឹងត្រូវតែប្រើផលិតផលខ្មែរយើងរងសម្ពាធផ្លូវចិត្តមួយគឺអត់ជំរឿសហ្មងអ្នកតែត្រូវប្រើផលិតផលគេល្អគេថាយើងក្បត់ជាតិអញ្ចឹងត្រូវតែប្រើផលិតផលខ្មែរទូអង្គែពេញក្បាលក៏ដោយអត់ត្រូវធ្វើអញ្ចឹងទេពង្រឹងគុណភាពនឹងឲ្យមែនតែនប៉ុន្តែមិនងាយទេបងប្អូនព្រោះយើងទៅមកភ្លើងចម្បើងពីរឿងស្អប់ថៃហើយចុះឥឡូវនៅពេលទប់ផលិតផលថៃហ្នឹងយើងមានទប់ផលិតផលយួនអត់អ្នកដែលចំណេញកប់ក្តោងគឺយួនពេលដែលយើងឆ្លោះគ្នាជាមួយថៃមើលតំណែងចូលមកអូយឡើងយកតាណាអស់ទេយើងនាំគ្នាទប់ហើយអូយើងគ្រប់ត្រផលិតខ្មែរផលិតផលខ្មែរណាស់យើងនាំគ្នាពាក់ឯកាមីថៃចុះមីយួនហើយយើងទៅហ៊ានតែជន់មីយួនជាប់គុកទៀតព្រោះអីអត់មានមកធ្វើពាក់ឯកាមីយួនកើតទេព្រោះអីអត់មានឆ្លោះគ្នាជាមួយយួនទេឃើញទេហើយមីយួនគេលក់មកទីផ្សាររាប់ផលិតផលមកពីយួនមកកណោតើយើងទៅទប់ឈ្នះគេមែនប្រឹងណាស់ដាច់ខ្យល់ងាប់ហើយខ្ញុំចង់ឲ្យគ្រប់គ្រងផលិតផលខ្មែរដែរតែប៉ុន្តែកុំមកធ្វើនៅពេលដែលឆ្លោះគ្នាជាមួយថៃចុះបើផលិតផលទៅមកដូចទឹកបាក់ទំនប់យើងបិទទៅថៃមួយហ្នឹងហើយបិទហ្នឹងនៅតាមកុងតឺន័រតាមអីមកហ្នឹងមករាប់ម៉ឺនកុងតឺន័រផងពីថៃដែរហើយទៅពីឡាវក៏មកពីយួនក៏មកពីចិនក៏មកម៉ាឡេយើងទៅគ្រប់គ្រងផលិតផលហើយមិនគ្រប់គ្រងផលិតផលខ្មែរហ្នឹងយើងគិតនាំគ្នាធ្វើពហិការឈប់ប្រើផលិតផលយួនឈប់ប្រើផលិតផលម៉ាឡេប្រើផលិតផលចិនអីទៀតមែនអត់ហ្នឹងណាអញ្ចឹងយើងនៅតែអត់ខ្ទប់តែថៃមួយហ្នឹងតែផលិតផលទាំងអស់ហ្នឹងសុទ្ធតែជាគូប្រកួតប្រជែងហើយនៅពេលដែលគេគូប្រកួតប្រជែងដែលអត់មានអង្គើអីបន្តិចសោះយើងគ្រាន់តែអត់ផលិតផលថៃសាប៊ូកក់សក់ក៏យួនផលិតបានម៉ាឡេក៏ផលិតបានចិនក៏ផលិតបានហេតុអីបានជាយើងច្បាស់ម៉េះថាខ្មែរយើងផលិតសាប៊ូកក់សក់មកយើងឈ្នះផលិតផលថៃមែនចុះហេតុអីបានជាគេមិនទៅរកផលិតផលយួនផលិតផលម៉ាឡេឬក៏ផលិតផលចិនហេតុអីបានគេមកប្រើផលិតផលយើងនៅពេលដែលរៀវក៏ឃ្លោកឧទាហរណ៍សួរខ្លួនឯងឡើងវិញកុំចាញ់បោកអ្នកនយោបាយយើងពហិការមកច្រកប៉ុន្តែអាច្រកប្រមាណទៀតបើកឯងខ្វាំងមកហ្នឹងតើយើងទៅរស់អីពិបាកណាស់បងប្អូនគាត់ថាឥឡូវហ្នឹងគឺអាជាតិនិយមហ្នឹងគឺកជ្រុលចង់ជួយខ្មែរជួយទៅខ្ញុំមិនទៅឈឺក្បាលអីទេខ្ញុំសប្បាយចិត្តទេប៉ុន្តែអានេះគេហៅភ្លើងចម្បាំងបងប្អូនអត់ជោគជ័យទេអត់ជោគជ័យហ្នឹងគឺនៅពេលដំណាក់កាលណាមួយនឹងបាក់ស្បាតឲ្យអស់ខ្យល់ហើយប្រជាប្រដ្ឋខ្មែរខ្លួនឯងក៏អស់ខ្យល់ដែរព្រោះអីគ្រប់គ្រងផលិតផលយើងមែនប៉ុន្តែវាអត់គុណភាពអីចឹងឧទាហរណ៍
ហើយផលិតផលតែយើងប្រើឲ្យអត់គុណភាពយើងចាប់ផ្ដើមទូមនិញធុញយើងឈឺចាប់យើងមួម៉ៅយូរកើតជំងឺរោគ stress ទៀតឈឺចាប់មួម៉ៅតែអត់ហ៊ានប្រើផលិតផលល្អជាងហ្នឹងព្រោះខ្លាចគេថាយើងអត់គ្រប់គ្រងផលិតផលខ្មែរតែខ្មែរប្រើអត់កោតឧទាហរណ៍អូយមិនដឹងមិនទេទល់ពធហើយរឿងនេះហើយវាអត់ជោគជ័យទេបងប្អូនកុំយកឱកាសនៅពេលដែលថៃអត់នាំផលិតផលចូលឬក៏បិទឲ្យចាប់ផ្ដើមជាតិនិយមជ្រុលកុំជាតិនិយមជ្រុលអីតាមពិតគួរស្ដារផលិតផលខ្មែរយើងហ្នឹងណា30ឆ្នាំមិនមែនតែធ្វើពេលហ្នឹងទេមកដល់ម៉ោងនេះផលិតផលខ្មែរនៅក្នុង store ខ្មែរទៅដើររមើលវែកមើលសិតតែផលិតផលថៃម៉ាឡេឥណ្ឌូនេស៊ីវៀតណាមផលិតផលខ្មែរហ្នឹងបើមាននៅក្នុងហាងខ្មែរលួចលាក់ស្ងាត់យកមកវ៉ាលី2វ៉ាលីហ្នឹងគ្មានត្រូវច្បាប់ត្រូវស្អីទេបើថាឲ្យត្រូវភ្លឹងយកទៅលក់នៅផ្សារ Costco អីនោះអង្គគេមានអស់ហើយទៅដើរមើលទៅមើលអង្គខ្មែរនៅ Costco នៅ Long Beach បើមានមួយបាវឥឡូវល្អដែរមាននៅក្នុងហាងខ្មែរខ្លះបានអង្គបាត់ដំបងអង្គអីយកមកដោយសារតែយើងពាក់ឯកាផលិតផលគេទេប៉ុន្តែអង្គយើងយកមកនឹងជួនកាលនឹងច្រកមកដាក់ទុកបានប្រហែល2ខែខ្មោចកើតតកៅកើតអីណាហ្នឹងក៏ចឹងក៏មានយើងពង្រឹងឲ្យមែនតើណាបងប្អូនណាកុំលេងសើចឲ្យសោះកុំឲ្យប្រជាពលរដ្ឋគ្រប់គ្រងប៉ុន្តែអាយើងនឹងឈិនឆៃមកយកទៅសងយូក៏អត់មានជំរឿសុកចិត្តក្បត់ជាតិគេទេបើប្រើផលិតផលខ្លួនឯងអត់កើតទៀតដែរកុំឲ្យមានសតិអារម្មណ៍បែបហ្នឹងអតិថិជនអត់ត្រូវរើសផលិតផលដោយសារជាតិនិយមជ្រុលចឹងទេយើងរើសដោយសារផលិតផលមានគុណភាពល្អតម្លៃសមរម្យហើយបើថាបោះខ្មែរយើងទៀតហើយល្អទៀតជួយគ្រប់គ្រងទៅគ្នាកុំតែកុំប្រើភាសាថាគ្រប់គ្រងផលិតផលខ្មែរដោយសារធ្វើពាក់ឯកាផលិតផលថៃមិនមែនអញ្ចឹងទេអត់ផលិតផលថៃក៏មានម៉ាឡេឥណ្ឌូនេស៊ីហ្វីលីពីនវៀតណាមគេកោពេញទីផ្សារនៅខ្មែរហ្នឹងក៏តែអញ្ចឹងដែរឥឡូវនិយាយពីរឿងទៅថៃគេជិះយន្តហោះមកដល់ពេលថ្លៃគេអត់មកអាហ្នឹងកត្តាដែលបាត់ភ្ញៀវដែរកត្តាដែលខ្មែរបាត់ភ្ញៀវខ្លាំងជាងគេបំផុតតែខ្ញុំគិតថារឿងព្រំដែនហ្នឹងវានៅមានផ្លូវយន្តហោះមកអញ្ចឹងភ្ញៀវ1លាន300,000នាក់ហ្នឹងច្បាស់ណាស់ច្បាស់ជាមកពីយួនច្បាស់ពីមកពីជើងដែនអាកាសឬមកពីឡាវអីខ្លះហើយវាមិនដែលមកពីជើងពីថៃទេព្រោះថៃមកអត់បានតែថៃហ្នឹងក៏អាចមកតាមជើងយន្តហោះក៏ប៉ុន្តែរឿងដែលបាត់ភ្ញៀវច្រើនជាងគេបំផុតណាបងប្អូនដឹងអីទេគឺរឿង scams online មជ្ឈមណ្ឌលឆបោកនេះគឺធ្វើឲ្យកម្ពុជាដាំក្បាលចុះជ្រៅទៅបាត់មហាសាគរតែម្ដងដោយសារភ្ញៀវនៅលើឆាកអន្តរជាតិគេបាក់ស្បាតថាបើភ្ញៀវបរទេសដូចអាមេរិកដូចអឺរ៉ុបគេបាក់ស្បាតរឿងសង្គ្រាមរឿងអីយើងដឹងណាប៉ុន្តែរឿងឆបោកអនឡាញនេះគឺអាមេរិកខ្លួនឯងនេះខ្លាយតែជាជនរងគ្រោះនៅអាមេរិកដែលថាឆបោកអនឡាញដែលមានមជ្ឈមណ្ឌលនៅស្រុកខ្មែរដោយសារ Gen Z ហ្នឹងណាអញ្ចឹងទស្សនៈទានរបស់ប្រជាពលរដ្ឋនៅលើពិភពលោកគេភ័យហ្មងស្រុកខ្មែរគឺទៅអត់បានហើយអារឿងឆបោកអនឡាញហ្នឹងគឺក៏ក្រើកនៅពេលដែលថៃចាប់ផ្ដើមវាយឲ្យទម្លាក់បោះបាល់មកឲ្យខ្មែររឿងកុកអានរឿងលីយ៉ុងផាត់រឿងអីឥឡូវចាត់ការតា Gen Z មួយលោកលីយ៉ុងផាត់លោកកុកអានអីនៅដដែលតើដោះស្រាយបញ្ហាសតិអារម្មណ៍ប្រជាពលរដ្ឋលើពិភពលោកបានដែរទេរឿងនេះមួយទៀតអារឿងឆបោកអនឡាញហ្នឹងមធ្យមទេវាកើតឡើងក៏ក្រើកឲ្យកម្ពុជាអត់ដែលដោះស្រាយទេទើបតែទឹកដល់ច្រមុះប៉ុន្តែយូរហើយសូម្បីតែជនជាតិចិនខ្លួនឯងហ្នឹងក៏ខ្លាចខ្មែរដែរខ្លាចមកលេងស្រុកខ្មែរដែរនៅអ្នកប្រឡំប្រឡំអីរ៉ូស៊ីបោកប្រាស់ម៉ាហ្វយ៉ាអីហ្នឹងមិនខ្វះទេនៅពេញស្រុកខ្មែរក៏ប៉ុន្តែក្រុមដែលប្រជាពលរដ្ឋគេថ្លៃធ្នូត្រឹមត្រូវអីគេអត់ហ៊ានមកទេដោយសារអីបងប្អូនមានចាំមានវីដេអូរបស់ Netflix របស់ Hollywood តែគេរៀបចំរឿងឆបោកអនឡាញទរណកម្មចេញជាខ្សែវីដេអូខ្សែភាពយន្តយកទៅចាក់បញ្ចាំងរបៀបផ្អែកទៅលើរឿងផ្អែកមានមូលដ្ឋានទៅលើការពិតនៅកម្ពុជាដោយរឿងរបាយការណ៍អង្គការសហជាតិរឿងឆបោកអនឡាញបីធ្វើទរណកម្មឆក់ខ្សែភ្លើងអីឡាក់ហ្នឹងអានេះគឺបាក់ស្បាត់ជនជាតិចិនខ្លួនឯងដែលជាម៉ួយខ្លាំងរបស់កម្ពុជាក៏បាក់ស្បាត់ដែរហើយឥឡូវបដិញចេញទៅកាន់តែច្រើនបាក់ស្បាត់គឺផ្សំគ្នាគេឈ្មោះយើងគឺអាស្រូវឃើញនេះអាការអោបកសោតចិនយកមកធ្វើអាមជ្ឈមណ្ឌលឆបោកអនឡាញឃើញយើងលលាយខ្សលទេអាវិស័យឆបោកយើងបក្រាបបានមែនហើយប៉ុន្តែអាផ្ទះសនកម្មផលវិបាកនៃវាគឺយើងឃើញភ្ញៀវទេសចរអស់លីងជាតិសាសន៍យើងប្រហែលឆ្នាំទៀតតម្រាំស្ដារបានការកសាងគេឈ្មោះកិត្តិយសនិងការទុកចិត្តត្រូវការពេលរាប់សិបឆ្នាំយើងបំផ្លាញតែមួយពេលទេឥឡូវយើងបំផ្លាញអស់ហើយនេះហើយដែលភ្ញៀវមកអត់មកបានហើយនៅក្នុងពេលជាមួយគ្នានឹងប្រព័ន្ធផ្សព្វផ្សាយរបស់យើងអត់ឯករាជ្យប្រព័ន្ធផ្សព្វផ្សាយរបស់យើងអត់អាចនឹងនិយាយការពិតពីស្រុកខ្មែរដើម្បីជំរះមន្ទិលមតិអន្តរជាតិបានទេទុកឲ្យសារព័ត៌មានថៃសារព័ត៌មានយួនគេអាចនិយាយដោយឯករាជ្យនិយាយអំពីភាពល្អរបស់គេទម្លាក់សម្រាមមកខ្មែរយើងអត់ប្រព័ន្ធផ្សព្វផ្សាយយើងចាញ់គេតែម្ដងប្រព័ន្ធផ្សព្វផ្សាយយើងមានឃោសនាជេរបចោបតិចផ្ដាសាអត់ប្រយោជន៍អញ្ចឹងយើងប្រកែណា
ប៉ុន្តែអាមានផលិតសិទ្ធិភាពនិយាយការពិតដើម្បីឲ្យពិភពលោកជឿឥឡូវមានប្រព័ន្ធ